សំឡំជូរព្រៃសាច់ក្បីមួយមុខនេះធានាថាញ៉ាំបាយអស់ពីឆ្នាំងដោយមិនដឹងខ្លួនតែម្ដងជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម YouTube និង Facebook ជាទីគោរពរាប់អានវិលមកជួបជាមួយខ្ញុំបាទផ្សាយថ្មីម្ដងទៀតហើយតាមរយៈ Channel និង Page ញ៉ាំអបិសរក្នុងវីដេអូនេះខ្ញុំបាននឹងបង្ហាញអំពីវិធីផ្សំគ្រឿងស្គមជូរសាច់ក្បីឲ្យមានរសជាតិឆ្ងាញ់សម្រាប់គ្រឿងផ្សំគោលនៅក្នុងវីដេអូនេះគឺជាសាច់ក្បីនឹងឯងពុកម៉ែបងប្អូនឃើញថាសាច់ក្បីរបស់យើងគឺក្រហមឆ្អិនឆ្អៅតែម្ដងរួមទាំងឈាមបន្តិចផងដែរសម្រាប់សាច់ក្បីគឺខ្ញុំបាទធ្វើការកាប់ជាដុំតូចល្មមដូចក្នុងវីដេអូខ្ញុំបានបង្ហាញពុកម៉ែបងប្អូននេះអញ្ចឹងគឺយើងកុំកាប់ធំពេកហើយក៏កុំតូចពេកដែរសម្រាប់គ្រឿងផ្សំវិញមានដូចជាមើមរំដេងគល់ស្ក្រៃស្លឹកក្រូចសើចម្ទេសទេសឆ្អើរប្រហុកខ្ទឹមសនិងត្រួយអំពិលឥឡូវនេះគ្រឿងផ្សំទាំងបានគឺខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនអស់ហើយជាបន្តសូមបារម្ភពុកម៉ែបងប្អូនទាំងគ្នាទស្សនាអំពីវិធីផ្សំគ្រឿងរបស់ខ្ញុំបានពេញម្ដងជំហានដំបូងនៃការផ្សំគ្រឿងយើងធ្វើការចាក់សាច់ក្បីរបស់យើងចូលក្នុងឆ្នាំងបន្ទាប់មកគឺធ្វើការចាក់គ្រឿងទេសរបស់យើងចូលមានដូចជាមើមរំដេងគល់ស្ក្រៃស្លឹកក្រូចសើចខ្ទឹមសម្ទេសឆ្អើរម្ទេសក្រហមនិងប្រហុកដែលយើងបានចាំរួចជាស្រេចហ្នឹងរួមជាមួយនឹងត្រួយអំពិលផងដែរបន្ទាប់មកយើងធ្វើការបន្ថែមនៅអំបិលក្រួសម្សៅល្មមប៊ីចេងស្ករសនិងទឹកមួយសន្លល្មមដើម្បីនឹងងាយស្រួលក្នុងការកូរច្បល់គ្រឿងរបស់យើងជំហានបន្ទាប់យើងធ្វើការកូរច្បល់ដើម្បីឲ្យគ្រឿងរបស់យើងជាមួយនឹងសាច់ហ្នឹងគឺសព្វគ្នាបានល្អគឺយើងធ្វើការច្បល់បន្តិចទៅពុកម៉ែបងប្អូនទាំងគ្រឿងទាំងសាច់ហ្នឹងគឺសព្វគ្នាបានល្អហើយបន្ទាប់ពីឆ្លងកាត់នៃការច្បល់ដល់ញាប់ដៃញាប់ជើងទៅឃើញថាទាំងគ្រឿងទាំងសាច់គឺសព្វគ្នាបានល្អគឺយើងធ្វើការគ្របដើម្បីយកទៅរងាស់មួយរំពុះហើយមួយរំពុះនេះជូរឬឆាប់អាស្រ័យទៅលើសាច់ក្បីទេបើសិនជាសាច់ក្បីរបស់យើងរាងចាស់គឺយើងធ្វើការរងាស់រាងយូរអីចឹងទៅបើសិនជាសាច់ក្បីរបស់យើងរាងខ្ចីគឺយើងធ្វើការរងាស់រាងឆាប់អីចឹងទៅសម្រាប់សាច់ក្បីថ្ងៃនេះគឺខ្ញុំបានជាសាច់ក្បីរាងខ្ចីទេពុកម៉ែបងប្អូនគឺខ្ញុំបានធ្វើការរងាស់តែកន្ទងប្រហែលជា10នាទីទេគឺសម្បល់របស់ខ្ញុំបានគឺបានឆ្អិនល្អតែម្ដងបន្ទាប់មកខ្ញុំបានធ្វើការភ្លក់ថាតើរសជាតិត្រូវតាមពូខាសឬនៅបើសិនជារសជាតិត្រូវតាមពូខាសហើយខ្ញុំបានធ្វើការដួសដាក់ចានដើម្បីយកទៅផ្សារតែម្ដងសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Like Subscribe សូមកុំភ្លេចធ្វើការចុច Like Subscribe ជូន Channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី Channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានរាល់សម្លេងរំខានជាមួយនឹងការថតវិបាយរួមមួយវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការដាក់រូបថតចំណុចទាំងមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានខ្ញុំបាទផងហើយមុខម្ហូបធ្វើជាសម្លម្ជូរព្រៃសាច់ក្បីនេះដែរគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត